ជំរាបសួរប្រិយមិត្តទាំងអស់គ្នា Hello Hello សួស្តីអ្នកទាំងអស់គ្នាឥឡូវនេះយើងចូលមកបន្តនៅសាច់រឿងរបស់យើងដែលជាភាគទី4បន្តទៀតណានៅភាគនេះក៏បង្ហាញពីអតីតកាលទៀតហើយតែយើងមកដឹងពីមូលហេតុថាតើហេតុអីបានជារីតិយាតខ្លាយទៅជាមនុស្សអាក្រក់បែបនេះតាមពិតទៅដើមកំណើតរបស់រីតិយាតមិនអាក្រក់ទេគេក៏ជាមនុស្សល្អធម្មតាដូចគេអញ្ចឹងប៉ុន្តែដោយសារតែទ្រង់មានមេត្តាជាមនុស្សដែលមានចិត្តកញ្ជ្រោងបិសាចតែងតែនិយាយប្រាប់ឲ្យរីតិយាតខំប្រឹងដើម្បីយកឈ្នះគេយកឈ្នះចិត្តបិតាដើម្បីដណ្ដើមរាជត្រូវតែកំចាត់គ្រប់មនុស្សទាំងអស់ដែលជាបន្លាស់ពាំងផ្លូវរបស់ខ្លួនជាពិសេសនោះគឺជាព្រះអម្ចាស់ទី5ទាំងដែលដៃរបស់រីតិយាតនៅពេលនេះគេរងរបួសខ្លាំងណាស់ដោយសារតែការខំប្រឹងវឹកហាត់តែព្រះមេដារបស់គេមិនបានខ្វល់ឡើយគឺគេខ្វល់តែម្យ៉ាងគត់គឺតំណែងនៃរីតិយាតត្រូវតែយកឲ្យបាននៅពេលហ្នឹងមានតែអមិញម្នាក់គត់ដែលគេស្ម័គ្រខ្លួនចូលមកនៅក្បែរនិងថែទាំរីតិយាតអញ្ចឹងហើយបានជាចាប់ពីពេលនោះមកអមិញក៏សុខចិត្តធ្វើជាជនបង្កប់ដែលលាក់ខ្លួននៅក្បែរអាឈីដើម្បីយកការសម្ងាត់ឲ្យរីតិយាតរបស់គេកាន់មកពេលបច្ចុប្បន្នវិញកូនចៅរបស់រីតិយាតកំពុងតែមករាយការណ៍ពីដំណឹងដែលគេបានស៊ើបតាក់ទងនឹងអាឈីហើយគ្រប់យ៉ាងគឺរៀងពិបាកបន្តិចក៏ព្រោះតែព្រះបិតារបស់គេឥឡូវគឺស្ដាប់តាមយោបល់របស់អាឈីណាស់ថែមទាំងឲ្យកងទ័ពមួយចំនួនមកការពារអាឈីទៀតអញ្ចឹងហើយក៏រៀងពិបាកនៅពេលដែលគេចង់ធ្វើគុតព្រះអម្ចាស់ទី5នៅខាងក្រៅដូច្នេះហើយនៅពេលនេះរីតិយាតក៏បន្តបញ្ជាឲ្យកូនចៅរបស់គេតាមស៊ើបបន្ថែមទៀតតាក់ទងនឹងដំណើររបស់អាឈីយិនឈីអ្វីដែលឯងធ្វើឲ្យយើងខាត់បងឯងត្រូវតែសងយើងវិញទាំងអស់និយាយពីអាឈីឥឡូវនេះយើងមកបន្តការពីចុងភាគមុនពេលហ្នឹងអាឈីគឺចាប់បានអ្នកតាមដានរបស់គេទៅហើយដែលជាអមិញណាប៉ុន្តែគឺគេអត់ទាន់ដឹងនោះទេក៏ព្រោះតែពេលនេះអមិញបានចាក់អាឈីមួយកំបិតទៅហើយទាំងដែលកំបិតនោះគឺជាកំបិតពឹសទៀតផងប្រៀបនឹងបង្ហាញជីវិតរបស់អាឈីទៅហើយតែពេលហ្នឹងយ៉ានស៊ីគេក៏បានមកដល់តណាអមិញគេក៏បានរត់គេចខ្លួនទៅយ៉ានស៊ីគឺពិតជាភ័យណាស់អាឈីឯងកុំមកភ័យខ្ញុំណាអាឈីឯងកុំកាត់អីយ៉ានស៊ីបានបីអាឈីទៅបន្ទប់ដើម្បីឲ្យគ្រូពេទ្យមកពិនិត្យកូនចៅរបស់គេក៏និយាយថាលោកម្ចាស់ឬមួយក៏នេះគឺជាស្នាដៃរបស់ព្រះអម្ចាស់យិនសាងបញ្ជូនឲ្យកូនចៅរបស់គេមកសម្លាប់ព្រះអម្ចាស់ទី5ទៅដឹងឯងជាអ្នកណានៅពេលនេះក៏យ៉ានស៊ីមិនតន់ខ្វល់នោះទេឯងឆាប់ទៅហៅលោកគ្រូពេទ្យមកឆាប់ទៅលឺឡើងសំណាងហើយដែលរបស់អាឈីមិនចំកន្លែងសំខាន់តែដោយសារតែនេះគឺជាកម្បាត់ដែលមានជាតិពុលអញ្ចឹងហើយធ្វើអាឈីនៅពេលនេះចង់វង្វេងស្មារតីទៅហើយគេក៏បាននិយាយទាំងរវើរវាយថាបើសិនជាខ្ញុំត្រូវស្លាប់ម្ដងទៀតគឺមិនអាចទេខ្ញុំមិនទាន់បានកែប្រែវាសនារបស់យ៉ានស៊ីនឹងខ្ញុំនៅឡើយទេខ្ញុំមិនអាចស្លាប់ទេខ្ញុំមិនអាចស្លាប់ទេយ៉ាងស៊ីនៅពេលនេះគឺគេខ្លាចថាតម្រាំតាលោកគ្រូពេទ្យមកដល់ជាតិពុលនឹងជ្រាបចូលខ្លួនរបស់អាឈីនោះប្រកាសជាហួសពេលដូច្នេះវិធីតែមួយគត់គឺគេនឹងបឺតជាតិពឹសចេញពីរបស់អាឈីនៅពេលនេះយ៉ាងស៊ីមិនខ្លាចនោះទេទោះបីជាគេត្រូវបដូរជីវិតស្លាប់ជំនួសអាឈីក៏គេសុខចិត្តដែរទាំងអស់នេះហើយគឺដោយសារតែក្តីស្រឡាញ់របស់យ៉ាងស៊ីចំពោះអាឈីប៉ុន្តែអាឈីមិនព្រមចេះគេមិននឹងសុខចិត្តឲ្យយ៉ាងស៊ីមករកទុកជាមួយនឹងគេនោះគេក៏បានយកដៃទៅទប់ទ្រូងរបស់យ៉ាងស៊ីហើយក៏និយាយថាកុំធ្វើបែបនេះអីយ៉ាងស៊ីខ្ញុំមិនចង់ឲ្យឯងឈឺចាប់ម្ដងទៀតដោយសារតែខ្ញុំនោះទេដំណាក់កាលនេះទៅហើយឯងនៅនិយាយបែបនេះទៀតទេបើសិនជាខ្ញុំមិនបឺតជាតិពុលចេញពីខ្លួនឯងនោះទេឯងប្រកាសជាស្លាប់អាឈីបានលឺហើយគេពិតជារំជួលចិត្តណាស់គេក៏បានយកដៃទៅស្ទាបមាស់របស់យ៉ាងស៊ីដែលធ្វើឲ្យបងពេលនេះក៏មានអារម្មណ៍ចង់ថាបអូនតែម្ដងណាយ៉ាហ៊ីអាកំពុងតែដំណាក់កាលចិត្តរស់ចិត្តស្លាប់ហើយនៅមានអារម្មណ៍ថាគ្នាទៀតណាតែក៏មិនបានសម្រេចដោយសារតែពេលនេះលោកគ្រូពេទ្យក៏មកដល់ទៅហើយលោកគ្រូពេទ្យបានពិនិត្យរួចហើយពឹសនេះគឺពិតជាខ្លាំងមែនតែនអាចជ្រាបចូលទៅក្នុងបេះដូងនិងក្លាំត្រឹមតែរយៈពេល3ម៉ោងតែប៉ុណ្ណោះតែក៏ជាសំណាងល្អដែលយ៉ាងស៊ីបានជួយបឺតពឹសនេះចេញពីខ្លួនរបស់អាឈីតាន់ពេលវេលាអញ្ចឹងហើយព្រះអម្ចាស់ទី5របស់យើងនេះគឺមិនអីនោះទេរួចផុតពីគ្រោះថ្នាក់ហើយតែដោយសារតែរបួសរាងជ្រៅអញ្ចឹងហើយក៏តម្រូវឲ្យព្រះអម្ចាស់ត្រូវសម្រាកបានច្រើនទៅរបួសឆាប់ជាសះស្បើយហើយក៏ហាមមិនឲ្យអាហារវិជាគុណមួយរយៈដែរគ្រាន់តែដឹងថាអូនលែងមានគ្រោះថ្នាក់ក្នុងចិត្តរបស់បងគឺរាងធូរខ្លាំងមែនតែនតែពេលនេះយ៉ាងសៀក៏ទ្រាំមិនបានទេគេចង់ទៅដំណាក់របស់យើងសាដើម្បីសងសឹកឲ្យអាឈីរបស់គេកូនចៅរបស់គេក៏ខាត់ព្រោះខ្លាចថាលោកម្ចាស់របស់ខ្លួនមានគ្រោះថ្នាក់បើសិនជាប្រឆាំងជាមួយនឹងយិនសានៅពេលនេះលោកគម្រោងការទាំងអស់របស់ពួកគេដែលខំរៀបចំកន្លងមកនឹងត្រូវរលាយគ្មានអ្នកណាអាចហាមឃាត់យ៉ាងស៊ីបានទេនៅពេលនេះព្រោះគេដឹងខ្លួនច្បាស់ថាមុននឹងធ្វើអ្វីមួយគេបានគិតល្អន់ហើយកាន់មកមើលរីតិយាតវិញពេលនេះកំពុងតែខឹងជាមួយនឹងអាមីខ្លះណាព្រោះតែគេធ្វើអ្វីតាមចិត្តឯង
គ្មានការបញ្ជាពីយើងហេតុអីបានជាឯងប្រហែលយ៉ាងនេះឯងចង់ឲ្យយើងបណ្ដេញឯងចេញពីរាជវាំងដោយព្រះអង្គម្ចាស់ទី5ដែរក៏ដោយសារតែបើសិនជាអាមីងសម្រាប់ព្រះអង្គម្ចាស់ទី5បានសម្រេចនោះព្រះបិតានឹងតាមស៊ើបអង្កេតរកឃាតករហើយក៏អាចជាប់ពាក់ព័ន្ធជាមួយនឹងទ្រង់ណាវានាំឲ្យមានបញ្ហាក៏កាន់តែខ្លាំងមកពីអាមីងចង់ជួយរាជទាយាទព្រោះគេសង្កេតឃើញថាមើលរយៈនេះព្រះអង្គម្ចាស់ទី5ដូចជាដឹងរឿងរបស់បរិយាយាទច្រើនណាស់គេគឺពិតជាខ្លាចថារាជទាយាទនឹងមានបញ្ហាទៅបានជាគេសម្រេចចិត្តទៅធ្វើកូដព្រះអង្គម្ចាស់ទី5ដោយចិត្តឯងតែអាចិតល្អខុសរបៀបអញ្ចឹងរាជទាយាទមិននឹងទុកគេឲ្យនៅក្បែរខ្លួននោះពេលនេះទ្រង់ក៏បានបណ្ដេញឲ្យអាមីងចេញពីរាជវាំងនេះហើយកុំត្រឡប់មកវិញឲ្យសោះកុំឲ្យគេឃើញមុខណាអាមីងមិននឹងអាចឃ្លាតឆ្ងាយពីរាជទាយាទរបស់គេបានទៅទោះបីជាពេលនេះរាជទាយាទវាដំធ្វើបាបគេយ៉ាងណាក៏ដោយចុះសម្រាប់គេក៏ដោយក៏គេព្រមឲ្យតអូនបាននៅក្បែរបងនៅខាងក្រៅយ៉ានស៊ីមកដល់ហើយមកដល់រាជដំណើររបស់រាជទាយាទប៉ុន្តែកូនចៅរបស់គេក៏ខាត់ណាក៏ព្រោះតែពេលនេះរាជទាយាទកំពុងតែមានភ្ញៀវទោះបីជាអ្នកណាមិនឲ្យចូលក៏ដោយក៏យ៉ានស៊ីត្រូវតែជួបរាជទាយាទឲ្យបានដែរនៅក្នុងថ្ងៃនេះអញ្ចឹងហើយមិនចង់ឲ្យមានភាពរញ៉េរញ៉ៃច្រើនរាជទាយាទក៏បានឲ្យគេចូលមកគេក៏បានឲ្យអាមីងទៅលាក់ខ្លួនសិនទៅយ៉ានស៊ីគឺខឹងខ្លាំងណាស់គ្រាន់តែចុះមកដល់គេក៏បានដកដាវចុងករបស់រាជទាយាទហើយក៏សួរហេតុអីបានជាបញ្ជូនមនុស្សឲ្យទៅសម្រាប់អាជីពរបស់គេអញ្ចឹងក្រែងបាននិយាយគ្នាហើយតាថាកុំឲ្យប៉ះពាល់អាជីពសំបីតែប៉ុនសរសៃសក់ប្រសិនបើត្រង់នៅមិនស្មោះត្រង់អញ្ចឹងទៀតការរួមសារការរបស់យើងប្រហែលជាមិនអាចបន្តនោះទេយិនសៅក៏គំរាមវិញតែម្ដងបើសិនជាឯងចង់ដកខ្លួននៅពាក់កណ្ដាស់ទីនៅពេលនេះនោះជីវិតរបស់យិនឈីយើងមិនហ៊ានធានាទេគេអាចនឹងមានគ្រោះថ្នាក់រាប់រយដងអាក្រក់ជាងពេលនេះទៅទៀតអាមីងដែលលួចស្ដាប់នៅម្ខាងនេះគេថាតែដឹងទេថាតាមពិតទៅរាជទាយាទគឺរួមដៃគ្នាជាមួយនឹងយ៉ានស៊ីរាជទាយាទក៏បានប្រាប់ទៅគេមិនបានបញ្ជាឲ្យនរណាម្នាក់ទៅសម្រាប់អាជីនោះទេបើសិនជាគេមានគំនិតចង់សម្រាប់អាជីនោះគឺគេអាចសម្រាប់អាជីបានតាំងពីយូរមកហើយនៅពេលដែលអាជីចេញទៅក្រៅរាជវាំងតែម្នាក់ឯងយ៉ានស៊ីបានបញ្ជាក់យ៉ាងច្បាស់ម្ដងទៀតថាអាជីគឺស្ថិតនៅក្រោមការមើលថែរបស់ខ្ញុំព្រះអង្គម្ចាស់គួរតែច្បាស់ហើយថាខ្ញុំនឹងទ្រង់កំពុងតែស្ថិតនៅលើទូកតែមួយប្រសិនបើខ្ញុំអត់ផ្លាញ់ទូកនោះព្រះអង្គម្ចាស់ក៏ច្បាស់ជាមានគ្រោះថ្នាក់ដូចគ្នាកំពុងតែក្តៅស្លឹកត្រចៀកផងពេលនេះអាមីងក៏រត់មកសួរថាហេតុអីបានជាយ៉ានស៊ីមកទីនេះអញ្ចឹងណែត្រូវមកកំភ្លេងតែម្ដងណាក៏ព្រោះតែយើងមានមនុស្សអត់ប្រយោជន៍ដូចឯងនេះហើយអាមីងក៏បានសុំបរិយាទានតោះមើលទៅមុខរបស់គេគឺរៀងកំសត់ពេកហើយតែយើងក៏បានយកដៃទៅស្ទាបខ្ពស់រួចក៏សួរថាតើឯងឈឺទេណែតែគេម្ដាយហើយនៅសួរថាឈឺអត់ទៀតណាមិនបានសួរឈួតចឹងរីទីយាទនេះមិនមែនជាអាមីងនិយាយទេណាគឺអត់មានជាអ្នកនិយាយខ្លួនឯងទេក៏ព្រោះតែអាមីងរបស់យើងនេះទោះបីជារីទីយាទយកកំបិតមកចាក់គេក៏ដោយចោះក៏គេមិនឈឺដែរឲ្យតែបាននៅក្បែរបំរើរីទីយាទក៏មិនល្ងងដែរហើយយ៉ាងស៊ីនៅពេលនេះគឺគេនៅមានតម្លៃគេអាចជួយកិច្ចការធំរបស់ខ្លួនបានណាតែកុំបារម្ភអីនៅពេលដែលគេអស់ប្រយោជន៍នោះយើងនឹងជាអ្នកចាត់ការគេដោយផ្ទាល់ដៃរីទីយាទក៏បន្តថាឯងនិយាយត្រូវបើសិនជាគ្មានឯងនៅក្បែរយើងទេយើងក៏មិនអាចស៊ូទ្រាំនឹងជីវិតមកដល់សប្តាហ៍ថ្ងៃនេះដែរព្រោះតែគ្មាននរណាម្នាក់ដែលយកពីចិត្តយើងដូចឯងនោះឡើយអាមីងក៏តបខ្លួនគឺនឹងយកព្រមធ្វើគ្រប់យ៉ាងដើម្បីទៅជួយរីទីយាទនឹងនៅក្បែរទ្រង់ជារៀងរហូតរួចហើយរីទីយាទរបស់យើងនេះក៏ឲ្យអាមីងបំរើគេភ្លាមតែម្ដងនៅពេលនេះខ្លាចមកមើលអាជីវិញពេលនេះគេដឹងខ្លួនហើយគ្រាន់តែបើភ្នែកឡើងគេក៏សួរទៅថាតើពេលនេះខ្ញុំនៅទីណាក៏ព្រោះតែគេគឺស្មានថាខ្លួនគឺបានស្លាប់ម្ដងទៀតទៅហើយកូនចៅរបស់យ៉ានស៊ីគេក៏បានប្រាប់តាមដំណើរនឹងទៅថាលោកម្ចាស់របស់គេគឺជាអ្នកជួយអីអញ្ចឹងទៅណានិយាយដល់យ៉ានស៊ីភ្លាមអញ្ចឹងតើអីយ៉ានស៊ីនៅពេលនេះគេនៅឯណាទៅកូនចៅរបស់យ៉ានស៊ីគេក៏តមព្រះអង្គម្ចាស់ទី5ព្រះអង្គម្ចាស់គួរតែដឹងហើយថាការតាមស៊ើបអង្កេតរបស់ព្រះអង្គម្ចាស់មកលើលោកម្ចាស់របស់ខ្ញុំម្ដងហើយម្ដងទៀតគឺកាន់តែធ្វើឲ្យលោកម្ចាស់របស់ខ្ញុំមានបញ្ហាអាជាក៏តបទៅក៏ព្រោះតែម្ចាស់របស់ឯងហើយនឹងឯងធ្វើអ្វីដែលគួរឲ្យសង្ស័យបើសិនជាខ្ញុំមិនបញ្ឈប់យ៉ានស៊ីនៅពេលនេះទេគេអាចតែមានគ្រោះថ្នាក់នៅថ្ងៃណាមួយដោយសារតែទ្រាំស្ដាប់អ្នកទាំងពីរប្រកែកឆ្លោះគ្នាគឺមិនបាននោះទេអញ្ចឹងហើយយ៉ានស៊ីរបស់យើងគេក៏បានចូលមកការសង្វាក់ណារួចហើយគេក៏បានឲ្យកូនចៅរបស់គេនេះចេញទៅក្រៅសិនទៅទុកពេលវេលាឲ្យគេនៅនិយាយជាមួយនឹងអាជីតែពីរនាក់គ្រាន់តែឃើញយ៉ានស៊ីភ្លាមអាជីក៏សួរទៅហេតុអីបានជាឯងទៅជួយខ្ញុំតែឯងចេញពីបន្ទប់នេះបានយ៉ាងម៉េចយ៉ានស៊ីក៏តបនេះឯងនិយាយជាមួយនឹងអ្នកដែលជួយជីវិតឯងបែបនេះងើបបកក៏និយាយដាក់បងខ្លាំងតែម្ដងណាក៏ព្រោះតែអាជីគឺមិនចង់ឲ្យយ៉ានស៊ីបន្តកម្រងការដ៏ឆ្កួតឡប់របស់គេនេះព្រោះគេបានដឹងហើយថាអេយ៉ានស៊ីបានរួមដៃគ្នាជាមួយនឹងយិនសាវយ៉ានស៊ីគឺពិតជាឆ្ងល់ណាស់អាជីហេតុអីបានជាឯងតែគិតបែបនេះរហូតអញ្ចឹង
បាននិយាយគ្នាត្រឹមហ្នឹងឥឡូវនេះក៏មកដល់រាជដំណាក់វិញហើយគេក៏បានឲ្យរាជពេទ្យមកពិនិត្យជំងឺរបស់អាជីបន្តណាហេស៊ូបានលើដំណឹងថាបងប្រុសរបស់ខ្លួនមានគ្រោះថ្នាក់គឺគេពិតជាភ័យណាស់តែកុំបារម្ភអីរាជពេទ្យក៏បានប្រាប់ថាអាជីគឺមិនអីនោះទេជាតិពលក៏បានបាត់អស់ទៅហើយគ្រាន់តែថារបួសរបស់គេគឺនៅរបួសសរីរាង្គមួយចំនួនសម្រាប់តែបន្តិចក៏លែងអីហើយរាជពេទ្យក៏បានឲ្យយ៉ានស៊ីទៅតាមខ្លួននៅឯដំណាក់ពេទ្យដើម្បីយកថ្នាំតែតាមពិតទៅគ្រាន់តែជាលេសរបស់រាជពេទ្យតែប៉ុណ្ណោះដែលសារតែពេលនេះគឺគេពិតជាខឹងណាស់ហេតុអីបានជាឯងបណ្ដោយឲ្យព្រះអង្គម្ចាស់ទី5មានរបួសមើលទៅកាន់រាជពេទ្យគឺដូចជាមានចិត្តទៅលើអាជីដែរអញ្ចឹងទៅណាថាសម្រាប់រឿងនោះទៅគឺនិយាយពាក់ព័ន្ធជាមួយនឹងជីនអិចរឿងនេះគឺរាជពេទ្យនឹងក៏និយាយពីជីនអិចដែរដោយសារតែឯងគឺជាជីនអិចព្រោះនៅពេលដែលព្រះអង្គម្ចាស់ទី5នៅក្បែរឯងគឺទ្រង់តែងតែមានបញ្ហារហូតយ៉ានសៀក៏តាមទោះបីជាខ្ញុំនៅក្បែរប្រកែករបស់ព្រះអង្គម្ចាស់ទី5ឬក៏អន់ក៏មិនទាន់ដល់ពេលដែលឯងជាអ្នកសម្រេចចិត្តដែរព្រោះរឿងនេះគឺជារឿងរវាងខ្ញុំនិងអាជីមិនមែនជារឿងរបស់ឯងនោះទេហេស៊ូកំពុងតែឆ្ងល់ហើយមើលទៅបងប្រុសសៀដូចជាព្រួយបារម្ភនិងស្រឡាញ់បងណាស់តែគាត់គឺនៅតែមាត់រឹងដដែលតាំងតែពីក្មេងមកអ្វីក៏គាត់មិនព្រមនិយាយដែរមានតែប្រើវិធីពិសេសមួយទេដែលអាចធ្វើឲ្យគាត់និយាយពីចិនរបស់គាត់បាននិយាយកាលពីរឿងយប់មិញគឺឯងមែនទេដែលជាអ្នកដោះលែងយ៉ានស៊ីឲ្យចេញទៅបន្ទប់នោះមកពីអាជីគឺខ្លាចថាបើសិនជាយ៉ានស៊ីចេញពីបន្ទប់គេនឹងទៅធ្វើការឲ្យរាជទាយាទនិងស៊ូហេថ្ងៃមួយអ្វីនឹងអាចកើតឡើងដោយនឹកស្មានមិនដល់នោះទេយ៉ានស៊ីត្រឡប់មកពីយកថ្នាំវិញហើយគេនៅតែគិតរឿងជាច្រើនគឺគ្រប់គ្នានិយាយត្រូវនៅពេលដែលគេកាន់តែនៅក្បែរអាជីគឺកាន់តែធ្វើឲ្យអាជីមានគ្រោះថ្នាក់គ្រាន់តែឃើញបងភ្លាមអូនក៏រត់មកទទួលតែម្ដងយ៉ានស៊ីនិយាយថាឯងមិនទាន់ជាស្រួលបួលទេមិនបានជាឯងមកខាងក្រៅអញ្ចឹងអាជីក៏តមរាជពេទ្យបាយប្រាប់ហាញតាថាខ្ញុំមិនអីនោះទេកុំបារម្ភអីដោយសារតែបានលើពីហេស៊ូប្រាប់ថាថ្ងៃនេះយ៉ានស៊ីបានទៅរាជដំណាក់របស់រាជទាយាទក៏ព្រោះតែរឿងរបស់ខ្លួនត្រូវគេធ្វើបាបអញ្ចឹងហើយអាជីក៏ទៅសួរយ៉ានស៊ីទៅយ៉ានស៊ីក៏ប្រាប់ថាគេទៅរករាជទាយាទមែនគឺទៅគម្រាមដើម្បីកុំឲ្យរាជទាយាទធ្វើបាបអាជីបន្តទៀតអាជីនិយាយទាំងបារម្ភគឺគេពិតជាដឹងថាយ៉ានស៊ីបារម្ភពីខ្លួនតែអ្វីដែលអាជីខ្លួនឯងនេះបារម្ភពីយ៉ានស៊ីនោះគឺគេពិតជាមិនចង់ឲ្យយ៉ានស៊ីទៅពាក់ព័ន្ធជាមួយនឹងរាជទាយាទទេនោះឲ្យរាជទាយាទយកគេជាផ្នែកមួយដើម្បីគម្រាមទៅថ្ងៃក្រោយអីអញ្ចឹងទៅណាយ៉ានស៊ីក៏មិនទាន់បាននិយាយតបផងពេលនេះក៏ស្រាប់តែអាជីរបស់យើងនេះចាប់ថើបគេតែម្ដងណាដើម្បីបង្ហាញពីចិត្តដែលខ្លួនស្រឡាញ់ទៅកាន់យ៉ានស៊ីលើពីពាក្យថាបងប្អូនក៏មិនមែនជាមិត្តភក្តិតែយ៉ានស៊ីគេក៏បានបដិសេធក៏ព្រោះតែធ្វើបែបនេះគឺខុសជាមួយនឹងច្បាប់រាជវាំងវាអាចប៉ះពាល់ដល់ព្រះអង្គម្ចាស់ទី5បានអាជីក៏តបទៅឬក៏ឯងមិនធ្លាប់ធ្វើរឿងដែលខុសច្បាប់ជាមួយនឹងរាជវាំងនោះចុះរឿងដែលឯងប្រថុយគ្រោះថ្នាក់ជួយជាសម្ងាត់នៃការដឹកសពមេដាខ្ញុំទៅជាងណាននៅរឿងជាច្រើនទៀតទាំងអស់នេះគឺសុទ្ធតែជារឿងដែលខុសច្បាប់ហើយយ៉ានស៊ីក៏តមគេធ្វើបែបនេះក៏ព្រោះតែមេដារបស់ទ្រង់គឺមានគុណមកលើខ្ញុំគ្រាន់តែចង់សងគុណមេដារបស់ទ្រង់តែប៉ុណ្ណោះមិនមានបំណងអ្វីលើពីនេះនោះទេចុះថ្ងៃនេះឯងទៅរកយានសាវដើម្បីតែយើងបើសិនជាឯងគោរពច្បាប់បានយ៉ាងល្អនោះហេតុអីបានជាឯងបណ្ដោយឲ្យអារម្មណ៍របស់ឯងលងស្នេហ៍មកលើយើងយ៉ានស៊ីគឺបញ្ញាប្រកែងខ្ញុំមិនហ៊ានទេព្រះអង្គម្ចាស់គេក៏បានរត់គេចចេញទៅបើសិនជាគេនៅទៀតក៏គេមិនអាចទប់អារម្មណ៍បានដែរណាកាន់មកដល់យប់ឡើងរាជពេទ្យបាយក៏បានមកពិនិត្យរបួសឲ្យអាជីហើយឆ្លៀតពេលនេះរាជពេទ្យក៏បានសារភាពពីអារម្មណ៍ដែលគេលាក់ទុកជាយូរទៅប្រាប់អាជីនៅថ្ងៃនេះតែម្ដងគឺគេពិតជាមានអារម្មណ៍ល្អទៅលើអាជីពិតមែនព្រោះតែពួកគេនៅក្បែរគ្នានឹងលេងជាមួយនឹងគ្នាតាំងតែពីតូចក្នុងចិត្តរបស់គេនៅពេលនេះគឺគេពិតជាចង់ក្លាយទៅជាមនុស្សដែលនៅក្បែរនឹងមើលថែព្រះអង្គម្ចាស់ជារៀងរហូតតែគេគឺពិតជាដឹងច្បាស់ថាពេលនេះក្នុងចិត្តរបស់ព្រះអង្គម្ចាស់ទី5គឺមានមនុស្សម្នាក់បាត់ទៅហើយដែលមិនមែនជាគេនោះទេអាជីក៏បានប្រាប់ថាគេមិនដឹងនោះទេថាតើគេមានអារម្មណ៍បែបណាចំពោះយ៉ានស៊ីដឹងត្រឹមតែថាគ្រប់ពេលដែលខ្ញុំរងរបួសមនុស្សដែលខ្ញុំចង់ឃើញមុនគេនោះគឺជាយ៉ានស៊ីគ្រាន់តែនិយាយបែបនេះក៏ធ្វើឲ្យរាជពេទ្យបានដឹងច្បាស់ហើយថាមនុស្សម្នាក់ដែលនៅក្នុងបេះដូងរបស់ព្រះអង្គម្ចាស់ទី5នោះគឺជាយ៉ានស៊ីអាជីនៅពេលនេះកំពុងតែគិតពីវិធីថាតើគួរធ្វើយ៉ាងណាដើម្បីបដូរការគិតរបស់យ៉ានស៊ីបានកុំឲ្យគេរួមដៃជាមួយនឹងយិនសែដែលជាមនុស្សក្បន់កាន់មកដល់ព្រឹកស្អែកឡើងគ្រប់គ្នាកំពុងតែភ័យស្លន់ស្លោដោយសារតែពេលនេះក៏បាត់អាជីពីរាជដំណាក់ហេស៊ូគឺពិតជាភ័យណាស់គឺគេភ័យខ្លាចបងប្រុសរបស់គេនឹងមាន
បញ្ហាម្ដងទៀតនិយាយគ្នាចុះឡើងពេលនេះយ៉ានស៊ីគេក៏នឹកឃើញហើយថាតើគេត្រូវទៅរកអាជីនៅកន្លែងណានោះអាជីនៅកន្លែងបង្ហោះគោមនេះដោយសារតែថ្ងៃមុនគេមិនទាន់បានបង្ហោះគោមមកក៏ព្រោះតែរាល់ឆ្នាំគឺគេតែងតែមកទីនេះដើម្បីបន់ស្រន់និងបង្ហោះគោមជាមួយនឹងយ៉ានស៊ីអាជីក៏បានបន់ផ្សងដើម្បីខ្លួនឯងនិងដើម្បីគ្រួសារប៉ុន្តែយ៉ានស៊ីវិញចំពោះខ្លួនឯងគេមិនចង់បានអ្វីនោះទេអ្វីដែលគេប៉ងប្រាថ្នានោះគឺសូមត្រឹមតែអាជីរបស់គេនេះមានសុខសុវត្ថិភាពសុខភាពល្អសុខសប្បាយនិងរីករាយពេញមួយជីវិតតែប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយសម្រាប់គេនៅពេលដែលនឹកឃើញពាក្យដតកាលអាជីគេក៏បានគិតថាយ៉ានស៊ីនៅពេលដែលឯងបន់ស្រន់បែបនោះតើឯងពិតជាស្មោះត្រង់ចំពោះខ្ញុំដែរទេស្ទាបចុះស្ទាបឡើងគេដូចជាភ្លេចយកបញ្ឆេះមកតែហើយតែក៏មិនធ្វើដែរក៏ដោយសារតែយ៉ានស៊ីនៅពេលនេះគេក៏បានយកមកឲ្យណាគឺគេបានដឹងថាអាជីប្រកាសជាមកទីនេះគឺមកបង្ហោះគោមតែអាជីគឺគេនៅអន់ចិត្តជាមួយនឹងបងកាលពីល្ងាចរឿងបដិសេធស្នេហារបស់គេនោះអីគេក៏និយាយទាំងឯងអន់ចិត្តទៅកាន់យ៉ានស៊ីតែម្ដងយ៉ានស៊ីបានត្រឹមតែឈរសម្លឹងមើលមុខរបស់អាជីនៅពេលនេះគឺបែបនេះក៏គេស្ងប់ចិត្តដែរគេក៏សង្ឃឹមថាមេដារបស់អាជីនឹងទទួលបាននៅដំណឹងឬក៏ពាក្យពេចន៍ដែលអាជីបានសរសេរនៅលើគោមនេះយ៉ានស៊ីខ្ញុំចង់លើចម្លើយចេញពីមាត់ឯងតើឯងមានអារម្មណ៍បែបណាចំពោះខ្ញុំយ៉ានស៊ីគឺគេនៅតែមាត់រឹងអញ្ចឹងគឺគេកិច្ចវេះមិនព្រមឆ្លើយណាគេចង់ត្រឡប់ទៅវិញយ៉ានស៊ីតើនៅពេលណាទើបឯងព្រមទទួលស្គាល់នៅអារម្មណ៍របស់ឯងនោះអាជីឯងឈប់និយាយពាក្យដែលអត់បានការទាំងអស់នេះទៅបានទេពួកយើងគឺដូចជាបងប្អូនល្អជាមួយនឹងគ្នាអញ្ចឹងវាមិនដូចអ្វីដែលឯងគិតនោះទេល្អខ្ញុំសួរឯងម្ដងទៀតហេតុអីបានជាឯងតែងតែធ្វើល្អចំពោះខ្ញុំបែបនេះគឺជាអ្វីដែលបងប្អូនល្អគួរតែធ្វើខ្ញុំសួរឯងម្ដងទៀតហេតុអីបានជាឯងបត់ធ្វើគ្រោះថ្នាក់ដើម្បីជួយជីវិតរបស់ខ្ញុំឯងនិយាយថាឯងធ្វើទាំងអស់នេះដើម្បីសងគុណនៅភាពចិត្តល្អរបស់មេដាខ្ញុំឯងតែងតែលើកហេតុផលបែបនេះមកកាន់ខ្ញុំតើនៅមានអ្វីទៀតទៅដែលឯងចង់ធ្វើដើម្បីខ្ញុំខ្លះយ៉ានស៊ីនៅពេលនេះគឺគេទប់អារម្មណ៍លេងបានហើយក៏ព្រោះតែគេឃើញថាអូននិយាយទាំងពិបាកចិត្តទាំងឈឺចាប់ទាំងស្រក់ទឹកភ្នែកគេក៏បានយកដៃជូតទឹកភ្នែករបស់អាជីរួចហើយក៏បញ្ជាក់នៅចម្លើយពិតដែលចេញពីបេះដូងរបស់គេនៅពេលនេះឥឡូវនេះកូនរបស់យើងគឺគេបានត្រូវគ្នាវិញហើយណាសំខាន់ណាស់ពេលនេះក៏គេព្រមស្រឡាញ់គ្នាទៀតផងអាជីក៏និយាយទៅថាតើបងនៅតែហ៊ាននិយាយថាពួកយើងគ្រាន់តែជាបងប្អូនទៀតហ៎ឥឡូវនេះគឺមិនមែនជាបងប្អូនឬក៏មិត្តភក្តិនោះទេយ៉ាងស៊ីរបស់យើងនេះគេក៏បានដើរកាន់ដៃរបស់អាជីជាប់តែម្ដងដើម្បីបញ្ជាក់ថាអូនគឺជារបស់បងតែម្នាក់គុណកាន់ម្ដងព្រឹកស្អែកឡើងអាជីក៏បានប្រាប់ឲ្យកូនចៅរបស់គេបណ្ដោយឲ្យរីទីហៀតប្រាល្បិចអស់សិនទៅគេគឺនៅចាំតែកំដៅត្រង់លេងល្បិចគ្រប់យ៉ាងរបស់ត្រង់តែប៉ុណ្ណោះ
គ្រាន់តែកលេចឃើញបងភ្លាមពេលនេះអូនគឺញញឹមតែម្ដងណាព្រោះតែថាយ៉ានស៊ីនៅពេលនេះគេបានយកអាវមករដាប់ឲ្យអូនដោយសារតែខ្លាចថាអូនរងាអូនត្រជាក់នឹងអូនឈឺអីអញ្ចឹងទៅណាក៏ព្រោះតែសុខភាពរបស់គេនៅពេលនេះមិនទាន់ធូរស្រាលនោះទេអ្នកទាំងពីរក៏បានមកបន្តអង្គុយនិយាយគ្នាបន្តិចទៀតទៅអាជាក៏ចង់នាំហេស៊ូប្អូនស្រីរបស់គេនេះទៅដើរលេងនៅអាចាំងណានមួយរយៈហើយក៏បានទៅមើលមេដារបស់គេផងតែបងគឺពិតជាបារម្ភណាស់ខ្លាចនៅពេលដែលអាជាចេញទៅក្រៅរាជវាំងមានសារនឹងធ្វើបាបគេម្ដងទៀតយ៉ានស៊ីក៏បន្តសួរអាជាថាហេតុអីបានជាអាជីឥឡូវនេះខុសប្លែកកាលពីមុនម្ល៉េះចាប់តាំងពីមេដារបស់គេសោយទីបង្កត់មកក៏ប្រតែកាយវិការនិងការនិយាយស្ដីនិងការគិតរបស់គេឥឡូវនេះគឺខុសឆ្ងាយកាលពីមុនតែម្ដងយ៉ានស៊ីគឺពិតជាចង្អល់យ៉ានស៊ីគឺពិតជាឆ្ងល់ណាស់អាជីតើឯងប្រាប់ខ្ញុំបានទេថាហេតុអីទៅអាជីក៏សួរទៅតើបងចូលចិត្តអាជីពីមុនឬក៏អាជីនៅពេលបច្ចុប្បន្នដែលនៅចំពោះមុខបងនេះយ៉ានស៊ីគេក៏តបមិនខ្វល់ថាឯងផ្លាស់ប្ដូរយ៉ាងណានោះទេឯងគឺនៅតែជាអាជីរបស់ខ្ញុំតែម្នាក់គត់អញ្ចឹងហើយបងក៏ត្រូវតែមើលថែអាជីរបស់បងនេះឲ្យបានល្អណាស់កូនចៅរបស់យ៉ានស៊ីនៅពេលនេះគេក៏មកប្រាប់ដំណឹងថានៅខាងក្រៅគឺគេលើពាក្យចចាមអារាមថាព្រះអង្គម្ចាស់ទី5នឹងក្លាយទៅជារាទាយាទមូលហេតុនេះហើយធ្វើឲ្យយ៉ានស៊ីគឺកាន់តែបារម្ភពីអាជីក៏ដោយសារតែរាទាយាទយិនសាវគឺគេប្រកាសជាបានលើកដំណឹងនេះដូចគ្នាអញ្ចឹងហើយយ៉ានស៊ីក៏បញ្ជាឲ្យកូនចៅរបស់គេយករបស់នេះទៅចាំងណានហើយក៏បញ្ជាឲ្យកូនចៅរបស់គេនៅទីនោះបំបីគ្នាជាពីរក្រុមប្រហែលជាដើម្បីទប់ការពីអាជីនិងហេស៊ូនៅពេលដែលពួកគេធ្វើដំណើរទៅចាំងណានហើយមកទៅនោះហើយដំណឹងដែលអាជាចេញទៅចាំងណានក៏មិនឲ្យផ្សព្វផ្សាយចេញទៅក្រៅដែរស្រាប់តែពេលហ្នឹងអ្នកមីងដែលជាសិស្សច្បងរបស់គេក៏បានមកដល់រួចហើយគាត់ក៏បានប្រាប់ថាក្នុងដំណើរទៅចាំងណានគាត់និងក្មួយស្រីរបស់គាត់ក៏ចូលរួមដែរដើម្បីការពារអ្នកគ្រប់គ្នាចេញមកក្រៅហេស៊ូក៏បានយករបស់ជាច្រើនដើម្បីត្រៀមរៀបចំទៅចាំងណានគឺគេពិតជាសប្បាយចិត្តណាស់ណាប៉ុន្តែម្នាក់ស្រីនៅក៏មកកាត់ទៀតហើយគេក៏និយាយថាមិនចាំបាច់យករបស់ទាំងអស់នេះទៅនោះទេក៏ព្រោះតែនៅចាំងណានណាមានរបស់មានតម្លៃជាងនេះទៅទៀតចេញមកអ្នកទាំងពីរនេះគឺប្រកែកគ្នាមិនឈប់នោះទេគឺមិនដែលត្រូវគ្នាសោះតែម្ដងណាហើយដោយទៅដល់អញ្ចឹងហេស៊ូរបស់យើងនេះគឺនិយាយមិនដែលឈ្នះម្នាក់ស្រីនឹងទេគឺតែងតែធ្វើឲ្យហេស៊ូរបស់យើងនេះខឹងរហូតតែម្ដងប្រហែលជាអ្នកទាំងពីរនឹងគឺជាគូនឹងគ្នាហើយមកទៅប្រហែលជាបានគូ GL មួយទៀតហើយមកទៅនោះកាន់មកមើលអាជីវិញគេកំពុងតែឈរសម្លឹងមើលកន្លែងដែលពួកគេត្រូវស្លាប់នៅពេលដែលរីតិយេតបះបោតែពេលនេះក៏ត្រូវតែពេលនេះគេក៏ត្រូវតែធ្វើយ៉ាងណាដើម្បីបញ្ជាកុំឲ្យរឿងទាំងអស់នោះកើតឡើងម្ដងទៀតកំពុងតែសេចក្ដីគិតអាយ៉ាងសៀគេក៏បានមកដល់គេបានឃើញអាកាសធាតុថ្ងៃនេះគឺពិតជាល្អណាស់គេចង់កំដរអាជីដើរលេងបន្តិចអាជីក៏តមគឺគេចង់ទៅដើរលេងជាច្រើនកន្លែងណាតើបងនឹងអាចកំដរខ្ញុំទៅបានដែរឬអត់កុំថាឡាយតែចឹងណាបងនឹងកំដរឯងដើរលេងគ្រប់ទីកន្លែងជុំវិញពិភពលោកនេះឲ្យតែឯងចង់ទៅលើបាត់នេះហើយអូនគឺសប្បាយចិត្តខ្លាំងណាស់ញញឹមមកបាត់មាត់មិនចិត្តនោះទេយ៉ានសៀក៏នឹកសួរទៅកាន់អាជីទៅរឿងតាក់ទងជាមួយនឹងគ្រប់គ្នានិយាយថាអាជីចង់ធ្វើជារីទាយាទតែអាជីគឺពិតជាចង់ធ្វើជារីទាយាទពិតមែនហ៎អាជីក៏និយាយទៅយ៉ានស៊ីគឺគេបានដឹងហើយថាហេស៊ូបញ្ជូនយ៉ានស៊ីមកឲ្យរួមដៃគ្នាជាមួយនឹងរាទាយាទយិនសាវហើយយ៉ានស៊ីក៏ព្រមរួមដៃជាមួយនឹងពួកគេដោយសារតែមានលក្ខខណ្ឌអ្វីមួយតែមែនទេលក្ខខណ្ឌនោះគឺជាជីវិតរបស់ខ្ញុំតែមែនទេយ៉ានស៊ីតើត្រូវឬអន់យ៉ានស៊ីគេក៏តបទៅគឺពិតមែនហើយអាជីលើបែបនេះហើយគឺគេមិនព្រមឲ្យមនុស្សដូចជាយិនសាវបានធ្វើជារាទាយាទពេញសិទ្ធនោះទេហើយគេក៏រត់តែមិនព្រមឲ្យយិនសាវបន្តគំរាមយ៉ានស៊ីដែរនិយាយគ្នាចុះឡើងពេលនេះក៏ស្រាប់តែយ៉ានស៊ីកំពុងតែសង្ស័យថាយិនសាវបានដាក់ជនបង្កប់នៅក្បែរខ្លួនរបស់អាជីក៏ព្រោះតែពួកគេធ្វើអ្វីក៏ដោយក៏រាទាយាទនឹងបានដឹងមុនដែរគិតបន្តិចទៅអាជីក៏សង្ស័យថាគឺមានតែអាមីងក៏ព្រោះតែយ៉ានស៊ីទៅដំណាក់របស់រាទាយាទគឺគេបានធំក្លិនធូបក្រអូបដែលនៅលើគុំរបស់មេដារបស់អាជីណាដែលក្លិនធូបក្រអូបនេះគឺមានតែនៅក្នុងដំណាក់របស់អាជីតែប៉ុណ្ណោះទៅមានអញ្ចឹងហើយមានន័យថាយិនសាគឺកំពុងតែតាក់ទងជាមួយនឹងមនុស្សនៅក្នុងរាជដំណាក់របស់អាជីហើយមនុស្សដែលជិតស្និទ្ធជាមួយនឹងអាជីបំផុតនោះគឺមានតែអាមីងនិងកូនចៅពីរនាក់របស់គេតែកូនចៅពីរនាក់របស់គេនោះគឺមិនដែលនៅក្នុងដំណាក់នោះទេដោយសារតែគេប្រាប់ដោយសារតែគេគឺបញ្ជាឲ្យទៅស៊ើបនៅខាងក្រៅរហូតហ្នឹងបានដឹងបែបនេះហើយពួកគេគឺនឹងប្រយ័ត្នប្រយែងជាមួយនឹង
ស៊ីមិញម្នាក់នេះក៏លែងមកមើលពីអ្នកម្ដាយកូនកញ្ជ្រោងបិសាចនេះវិញម្ដងរីទីយារគិតថាគឺគេនឹងធ្វើបាបឬក៏ធ្វើឃាតអាជីនៅពេលដែលអាជីធ្វើដំណើរទៅយ៉ាងណាតែម្ដាយរបស់គេគឺមិនគ្រប់គ្រងនោះទេក៏ព្រោះតែវាមិនងាយសម្លាប់អាជីដោយអ្វីដែលឯងគិតនោះទេកូនកតញ្ញូរបស់គេនេះក៏និយាយថាបើសិនជាពិបាកសម្លាប់អាជីម្នាក់ឯងអញ្ចឹងគឺគួរតែសម្លាប់ទាំងស្ដេចចរាយោនោះតែម្ដងទៅទាំងម៉ែទាំងកូនគេនេះគឺពិតជាខុសខើដូចគ្នាណាថែមទាំងពេលនេះយានសាគេក៏បានហៅយ៉ានស៊ីឲ្យមកជួបដើម្បីបញ្ចុះបញ្ចូលឲ្យយ៉ានស៊ីនៅខាងគេរួចហើយក៏ក្បត់អាជីទោះបីជាគេបានដឹងថាអាជីមិនលោភលន់ចង់បានអំណាចដណ្ដើមរាជធានីរបស់គេក៏ដោយចុះក៏គេនៅតែមានចិត្តចង់កំចាត់អាជីចោលដែរប៉ុន្តែពេលហ្នឹងយើងក៏មិនទាន់ដឹងថាតើយ៉ានស៊ីគេនឹងយល់ព្រមចោះចូលជាមួយនឹងរាជធានីឬអត់ក៏ដោយសារតែពេលនេះសេរីរបស់យើងគឺបានឆ្លះត្រឹមតែប៉ុណ្ណឹងនឹងឯងចង់ដឹងថាតើរឿងរបស់យើងនឹងល្អមើលកម្រិតណាទៀតនោះអញ្ចឹងកុំភ្លេចចាប់តាមដានទស្សនាវីដេអូរបស់ admin នៅភាគក្រោយបន្តទៀតណាដូច្នេះហើយ admin សូមគោរពលាត្រឹមតែប៉ុណ្ណឹងអរគុណអ្នកទាំងអស់គ្នាជម្រាបលាបាយបាយ